15 페이지 បងប្អូនប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាសូមស្វាគមន៍មកកាន់កម្មវិធី podcast ប្រចាំថ្ងៃរបស់យើងនាងខ្ញុំសុជាតាពិតជាមានសេចក្តីរីករាយណាស់ដែលបានវិលមកជួបបងប្អូនម្ដងទៀតនៅថ្ងៃនេះជាមួយនឹងប្រធានបទដ៏ក្តីគគុកមួយដែលបងប្អូនកំពុងតែជជែកគ្នាយ៉ាងខ្លាំងនៅលើបណ្ដាញសង្គម បាទសួស្តីសុជាតានិងសួស្តីបងប្អូនអ្នកស្ដាប់ទាំងអស់គ្នាពិតណាស់រឿងរ៉ាវនៅតាមបន្ទាត់ព្រំដែនរវាងកម្ពុជានិងសៀមតែងតែជាបញ្ហាដែលធ្វើឲ្យបងប្អូនយើងមានការព្រួយបារម្ភនិងតាមដានមិនដែលដាច់នោះទេ ចាលោកគ្រូអ្វីដែលកំពុងជាចម្ងល់ខ្លាំងបំផុតនោះគឺពាក្យចចាមអារ៉ាមនិងព័ត៌មានខ្លះបានលើកឡើងអំពីការកំណត់ពេល72ម៉ោងសំណួរដ៏ធំមួយនោះគឺថាតើផុតពី72ម៉ោងនេះទៅតើវានឹងមានការផ្ទុះអាវុធឬការបាញ់គ្នាមែនដែរឬទេលោកគ្រូយល់យ៉ាងណាដែរចំពោះរឿងនេះ បាទនិយាយពីទស្សនវិជ្ជានយោបាយនិងយោធាការកំណត់ពេលបែបនេះជារឿយៗវាគឺជាយុទ្ធសាស្ត្រនៃសង្គ្រាមចិត្តសាស្ត្រច្រើនជាងបងប្អូនត្រូវដឹងថាការសម្រេចចិត្តបាញ់គ្នាវាមិនមែនជារឿងសាមញ្ញនោះទេព្រោះវាប៉ះពាល់ដល់សេដ្ឋកិច្ចនិងទំនាក់ទំនងអន្តរជាតិដ៏ធំធេង ចុះហេតុអ្វីបានជាមានការចល័តតបនិងការបង្ហាញកម្លាំងខ្លាំងម្ល៉េះនៅតាមព្រំដែនបើវាមិនមែនជាសញ្ញានៃការត្រៀមបាញ់គ្នាទៅវិញលោកគ្រូ នេះហើយជាចំណុចសំខាន់ការបង្ហាញសាច់ដុំយោធាគឺជាវិធីសាស្ត្រមួយដើម្បីបង្កើនទម្ងន់នៅលើតុចរចាភាគីសៀមអាចនឹងប្រើប្រាស់រូបភាពនេះដើម្បីគៀបសង្កត់ផ្លូវចិត្តប៉ុន្តែកម្ពុជាយើងក៏មិនមែននៅស្ងៀមដែរកងទ័ពរបស់យើងមានភាពម្ចាស់ការនិងមានការប្រុងប្រយ័ត្នខ្ពស់បំផុតប៉ុន្តែយើងប្រកាន់ខ្ជាប់នូវគោលការណ៍សន្តិភាព ចាពិតមែនហើយប៉ុន្តែសម្រាប់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបន្ទាត់ព្រំដែនវិញពួកគាត់ពិតជាមានភាពភ័យខ្លាចតើលោកគ្រូមានសារអ្វីចង់និយាយទៅកាន់ពួកគាត់ដើម្បីឲ្យពួកគាត់មានអារម្មណ៍ធូរស្រាលខ្លះដែរឬទេ បាទខ្ញុំសូមផ្ញើសារជូនបងអូនថាសូមរក្សាសតិឲ្យបាននឹងណក្នុងសម័យកាលនេះការចរចាតាមផ្លូវការទូតមានឥទ្ធិពលខ្លាំងជាងក្របកាំភ្លើងផុត72ម៉ោងនេះខ្ញុំជឿជាក់ថាវានឹងក្លាយជាការចរចាស្វែងរកដំណោះស្រាយដោយសន្តិភាពច្រើនជាងការប្រើប្រាស់កម្លាំងបាយសូមកុំអាលស្លន់ស្លោតាមព័ត៌មានคล้ายៗឲ្យសោះ ស្ដាប់សំដីលោកគ្រូហើយធ្វើឲ្យខ្ញុំនិងបងប្អូនអ្នកស្ដាប់ប្រហែលជាមានអារម្មណ៍ធូរស្រាលច្រើនសន្តិភាពគឺជាអ្វីដែលយើងទាំងអស់គ្នាចង់បានបំផុត ពិតប្រាកដណាស់សុជាតាយើងត្រូវតែរួមរគ្នាជឿជាក់លើការដឹកនាំនិងកងកម្លាំងការពារព្រំដែនរបស់យើងគ្មានអ្នកណាចង់ឲ្យមានសង្គ្រាមកើតឡើងម្ដងទៀតនោះទេ អរគុណលោកគ្រូខ្លាំងណាស់សម្រាប់ការចូលរួមចែករំលែកនេះថ្ងៃនេះហើយក៏សូមអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានស្ដាប់សូមបងប្អូនរក្សាសុខភាពនិងរងចាំស្ដាប់ព័ត៌មានផ្លូវការបន្តទៀតជម្រាបលា បាទជម្រាបលានិងសូមឲ្យបងប្អូនជួបតែសេចក្តីសុខគ្រប់ៗគ្នា